សូមជូនវីដេអូមួយអំពីឆ្នេរខ្សាច់ធម្មជាតិនៅឆ្នេរតាបារាំងបាទនៅស្រុកស្ទឹងហាវបាទផ្លូវមកកំពង់សោមហ្នឹងអញ្ចឹងនេះគឺជារមណីយដ្ឋានមួយដែលទល់មុខឆ្នេរហ្មងបាទរមណីយដ្ឋានដែលមានផ្ទះជាផ្ទះសំណាក់បង្កាឡូបាទមួយយប់មិនថ្លៃទេប្រហែលជា$50 60-70តាមជាក់ស្ដែងនេះខ្ញុំមកជាលក្ខណៈគ្រួសារបាទជាលក្ខណៈគ្រួសារហើយស្អាតណាស់ឆ្នេរនេះបាទឆ្នេរតាបារាំងតែផ្លូវចូលពីផ្លូវកស៊ូមកក្នុងខែមករាឆ្នាំ2026នេះគឺផ្លូវនៅលំបាកបន្តិចបាទគឺក្រហមលេកស៊ូលេអីខ្លះអញ្ចឹងទៅខ្ញុំអត់បានថតតាមផ្លូវមកជូនទេប៉ុន្តែខ្ញុំបានមកលេងទឹកសមុទ្រហើយឆ្នេរតាបារាំងហ្នឹងអញ្ចឹងខ្ញុំថតឆ្នេរតាបារាំងហ្នឹងឲ្យមើលតែម្ដងបាទអញ្ចឹងនេះខ្ញុំមកឡានក្រុង45កៅអីបាទអញ្ចឹងទៅមកទៅមានគេមកហោហែដែរតែសប្បាយបងប្អូនមើលធម្មជាតិទឹកស្អាតមែនឆ្នេរបាទទឹកស្អាតណាឆ្នេរតាបារាំងបាទហើយនេះកូនគាត់លេងទឹកបាទអញ្ចឹងខាងនោះគឺឆ្នេរហើយយើងអាចលេងទឹកបានមិនជ្រៅទេមានសន្ទូចអាចស្ទូចបានទៀតខ្ញុំបានយកស្ទូចមកយើងមានទូអង្គុយលេងបាទមានទូអង្គុយលេងពីដើមស្រល់ដើមអីមកហើយយើងអង្គុយហូបបាយនោះទៅយើងមានខ្ចោះមានអីហើយនោះគឺនោះខាងនោះគឺទស្សនៈខ្ញុំក៏ស៊ូមកមើលបាទនោះទស្សនៈបាទទឹកលោកបក់មកផាយផាប់បាទនេះតាបារាំងនេះគេថតគូស្នេហ៍គេយ៉ាងនេះណាមួយថតដល់បងមកថតឲ្យអត់អីទេមកថតណាឥឡូវថ្ងៃមកថតមិនឥឡូវថតមិនអូខេអីគេហ្នឹងសើចដល់ហើយពុនឯងអើយគាត់1 2 3នេះអូខេมา